រងាស់វាឲ្យវាចូលជាតិបន្តិចបើបងប្អូនខ្លះគាត់អត់សូវទុកយូរបើខ្ញុំទុកឲ្យវាយូរចូលជាតិសិនយើងអាហារខ្មែរនៅសៀមជាធម្មតាមុនពេលដែលបងខ្ញុំចិត្តមកពីធ្វើការអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមរៀបចំធ្វើម្ហូបហើយម្ហូបថ្ងៃហ្នឹងមានចៀនជួនណាបងប្អូនត្រីផ្លានីនហើយត្រីផ្លានីនហ្នឹងពេលទៅផ្សារម្ដងបងខ្ញុំទិញពី3គីឡូទៅយកមកហាន់ទុកដាក់ក្នុងទូមកដោយសារតែយូរក៏ទៅផ្សារម្ដងបងប្អូនសម្រាប់ត្រីខ្ញុំជៀនអត់សូវក្រៀមប៉ុន្មានទេដោយសារតែខ្ញុំអត់សូវចូលចិត្តក្រៀមហើយណាមួយបងខ្ញុំក៏គាត់អត់ចូលចិត្តត្រីក្រៀមខ្លាំងពេកដែរសម្រាប់ខ្ញុំត្រីក្រៀមពេកគឺអត់ឆ្ងាញ់ប៉ុន្តែបើបងប្អូនចូលចិត្តក្រៀមគឺជៀនឲ្យរៀងក្រៀមមកហើយខ្លាញ់ច្រើនពេកក៏ខ្ញុំដួសចេញខ្លះបន្ទាប់មកយើងក៏ចាប់ផ្ដើមឆាខ្ញីបងប្អូនហើយខ្ញីហ្នឹងមិនបាច់ចាំឆាក្រៀមពេកទេប៉ុន្តែបងប្អូនចូលចិត្តក្រៀមក៏ដាក់ក្រៀមដូចគ្នាបន្ទាប់ពីឆាខ្ញីមកល្មមហើយយើងក៏ដាក់ខ្ទឹមសចូលពពងវាឲ្យវាឡើងឈ្ងុយល្អមកខ្ទឹមឡើងឈ្ងុយហើយខ្ញុំក៏ចាប់ផ្ដើមដាក់ប្រេងខ្យងចូលបន្តិចបន្ទាប់មកខ្ញុំក៏ចាក់ទឹកចូលហើយកូរគ្រឿងសព្វចូលគ្នាការពារកុំឲ្យខ្លោចយើងត្រូវមានទឹកដាក់សៀងផ្អែមចូលរងាស់វាប្រហែល 4-5 នាទីមកដើម្បីឲ្យវាឆ្អិនល្អហើយកុំភ្លេចចាក់ទឹកវាបងប្អូនពេលរងាស់ហ្នឹងយើងចាក់ទឹកចូលមកល្មមមករងាស់កុំវាប៉ែទៅទឹកនឹងវារៀងខាប់ល្មមហើយយើងក៏ចាប់ផ្ដើមដាក់ត្រីចូលទៀតមកដាក់ត្រីហ្នឹងដាក់ពីលើថ្នមការពារកុំឲ្យបែកនេះខ្ញុំជៀនរៀងបែកខ្លាយបងប្អូនដល់សារវាជាប់ផ្ទះហ៎អត់សូវប៉ិនជៀនត្រីទេបងប្អូនឲ្យត្រីវាចូលជាតិល្អយើងកុំភ្លេចថែមទឹកបងប្អូនរងាស់វាយើងរងាស់វាឲ្យវាចូលជាតិបន្តិចបើបងប្អូនខ្លះគាត់អត់សូវទុកយូរបើខ្ញុំទុកឲ្យវាយូរចូលជាតិសិនយើងដាក់អំបិលដាក់ស្ករប៊ីចេងមកយើងមិនបាច់ចាំដាក់អំបិលទេបងប្អូនព្រោះសៀងហ្នឹងវាមានជាតិប្រៃផ្អែមណាចឹងយើងចាក់ទឹករងាស់ឲ្យព្យាយាមជោគគ្រឿងត្រឡប់ទៅត្រឡប់មកប៉ុន្តែត្រីហ្នឹងការពារកុំឲ្យជោគដោយត្រីជោគដាក់ពីលើមកឲ្យមើលតែយើងភ្លក់មកល្មមប៉ុណ្ណាដែលយើងចង់បានហើយយើងដាក់ខ្ទឹមស្លឹកខ្ទឹមស្លឹកជីកន្ទុយក៏បានរោយពីលើមកពេលវាឆ្អិនហើយយើងក៏ចាប់ផ្ដើមដួសដាក់ចានមកម្ហូបនេះខ្ញុំចូលចិត្តហូបបងប្អូនជាពិសេសជ្រលក់ជាមួយទឹកសក់ទ្របប៉ុន្តែត្រូវជាងគេគឺទឹកសក់នឹងតែម្ដងបងប្អូនអូយឆ្ងាញ់ជ្រលក់ជាមួយទឹកសក់បងប្អូនមានបន្លែប៉ាពីក៏ដាក់ប៉ាពីមកថែមមកបើខាងខ្ញុំនេះគាត់ទិញទឹកសក់ទិញទ្របហើយនឹងមានប៉ាពីដល់ពេលយើងហូបជ្រលក់ជាមួយត្រីនឹងអូជាតិដល់ហើយបងប្អូនហើយជាពិសេសយើងបើយូរបានហូបម្ដងទេបងប្អូនហើយនេះបងខ្ញុំគាត់ទិញសណ្ដែកគួរមកលា